KPR ផ្សាយចេញពីទីក្រុងខ្មែរ Long Beach រដ្ឋ California នៃសហរដ្ឋអាមេរិកចាពីរាជធានីភ្នំពេញនាងខ្ញុំស្រីរស្មីរួមជាមួយសហការីផ្សាយសម្លេងនៃវិទ្យុខ្មែរប៉ុស្តិ៍សូមគោរពជម្រាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ទាំងក្នុងនិងក្រៅប្រទេសជាទីមេត្រីថ្ងៃនេះជាថ្ងៃ2រោចខែអាសត់ឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃសុក្រទី10ខែតុលាគ្រិស្តសករាជ2014ចាលោកអ្នកនាងស្ដាប់ជាទីមេត្រីសម្រាប់កម្មវិធីផ្សាយរបស់វិទ្យុខ្មែរប៉ុស្តិ៍ប្រចាំថ្ងៃសុក្រទី10ខែតុលានេះវិទ្យុខ្មែរប៉ុស្តិ៍សូមជូនព័ត៌មានទាក់ទងទៅនឹងមន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិបញ្ជាក់ពីលទ្ធផលក្រោយការកោះហៅមន្ត្រីពីររូបចូលបំភ្លឺនៅរដ្ឋសភាជាតិក្រមសហជីពនៅតែហាយក្បួនទាមទារប្រាក់ខែសមរម្យបើទោះបីជាសាលារាជធានីភ្នំពេញហាមឃាត់ពលរដ្ឋមានចំនួនដីធ្លីក្នុងខេត្តកោះកុងដាក់ញត្តិស្វែងរកអន្តរាគមន៍ចាស់ហើយនៅចុងក្រោយនៃកម្មវិធីផ្សាយលោកអ្នកនាងនឹងបានតាមស្ដាប់នៅកិច្ចសម្ភាសន៍សំណួរដេញដោលជុំវិញទំនាក់ទំនងកម្ពុជាយួនលំដាប់តទៅនេះសូមជូនព័ត៌មានពិស្ដាមន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិបញ្ជាក់ពីលទ្ធផលក្រោយការកោះហៅរដ្ឋមន្ត្រីពីររូបជួបបំភ្លឺនៅរដ្ឋសភាជាតិចាលោកបញ្ញាពលលំអិតជូនជុំវិញព័ត៌មាននេះប្រធានគណៈកម្មការទី7នៃរដ្ឋសភាអះអាងពីផលវិជ្ជមានមួយចំនួនបន្ទាប់ពីធ្វើការកោះហៅរដ្ឋមន្ត្រីពីររូបឲ្យចូលខ្លួនទៅបំភ្លឺនៅមន្ទីររដ្ឋសភានាពេលកន្លងមកនេះថ្លែងប្រាប់នាយកព័ត៌មានវិទ្យុខ្មែរប៉ុស្តិ៍តាមទូរស័ព្ទប្រធានគណៈកម្មការអប់រំយុវជនកីឡាធម្មការកិច្ចការសាសនាវប្បធម៌និងទេសចរលោកយ៉ែនពេញរិទ្ធអះអាងថាបានទទួលផលវិជ្ជមានជាច្រើនក្រោយពីបានធ្វើការកោះហៅរដ្ឋមន្ត្រីចំនួន2រូបគឺរដ្ឋមន្ត្រីក្រសួងអប់រំនិងរដ្ឋមន្ត្រីធម្មការនិងសាសនាឲ្យចូលខ្លួនមកបំភ្លឺនៅមន្ទីររដ្ឋសភានាពេលកន្លងមកនេះដោយទី1លោកបានជួបសួរដោយផ្ទាល់និងបានលើចម្លើយមួយចំនួនហើយបន្ទាប់មកទៀតលោកថានឹងធ្វើការតាមដានឃ្លាំមើលនិងប្រៀបធៀបចំពោះចម្លើយនិងការអនុវត្តដោយផ្ទាល់ហើយវិជ្ជមានច្រើនទីមួយយើងបានជួបដោយផ្ទាល់បានសួរនិងបានលើចម្លើយមួយចំនួនហើយបន្តទៀតយើងធ្វើការតាមដានឃ្លាំមើលបន្តទៅទៀតពីប្រៀបធៀបពីអ្វីដែលគាត់បានឆ្លើយហើយនឹងពីអ្វីនៃការអនុវត្តជាក់ស្ដែងលោកបន្ថែមថាដោយសារគណៈកម្មការទី7ទទួលបន្ទុកលើក្រសួងចំនួន4គឺក្រសួងអប់រំយុវជននិងកីឡាក្រសួងធម្មការនិងសាសនាក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រសួងទេសចរក្នុងនាមជាប្រធានគណៈកម្មការទទួលបន្ទុកនោះលោកបានធ្វើការសាកសួររដ្ឋមន្ត្រីចំនួន2រូបមកហើយរដ្ឋមន្ត្រីចំនួន2រូបទៀតដែលនឹងត្រូវធ្វើការកោះហៅឲ្យចូលនៅបំភ្លឺនៅខែក្រោយលោកថារដ្ឋមន្ត្រី2រូបដែលនឹងត្រូវចូលខ្លួនមកបំភ្លឺបន្តទៀតនោះគឺរដ្ឋមន្ត្រីក្រសួងវប្បធម៌លោកស្រីភឿងសក្កណានិងរដ្ឋមន្ត្រីក្រសួងទេសចរលោកថោងខុនលោកយ៉ែនពេញរិទ្ធក៏បានបញ្ជាក់ពីជំហានដែលគណៈកម្មការរបស់លោកកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះដែរដោយលោកថាគណៈកម្មការទី7អនុវត្តជំហានជាដំណាក់កាលចំនួន4គឺទី1សិក្សាពីរបាយការណ៍និងពីអ្វីដែលគណៈកម្មការនេះមាននៅក្នុងដៃទី2ជួបផ្ទាល់ជាមួយរដ្ឋមន្ត្រីទី3គណៈកម្មការនេះនឹងមានបេសកកម្មចុះទៅដល់ទីកន្លែងផ្ទាល់និងជំហានទី4គណៈកម្មការនេះនឹងធ្វើការបូកសរុបលទ្ធផលទាំង3ផ្នែកដែលបានដំណើរការខាងដើមរបៀបធ្វើការនៅក្នុងគណៈកម្មការទី7មាន4ជំហានជំហានទី1សិក្សាពីរបាយការណ៍ពីអ្វីដែលមាននៅក្នុងដៃទី2ជួបផ្ទាល់ជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីឬលោកជំទាវរដ្ឋមន្ត្រីហើយនឹងទី3
យើងនឹងបេសកកម្មទៅផ្ទាល់ទីកន្លែងតែម្ដងតើជំនាញទី4มันយើងធ្វើការបូកសរុបលទ្ធផលទាំង3ផ្នែកនោះដូច្នេះយើងអញ្ជើញមកពីរួមហើយមកសល់អាដាមរដ្ឋមន្ត្រីក្រសួងទេសចរនិងខាងវប្បធម៌លោកថាក្រសួងទេសចរមានបញ្ហាមួយចំនួនពាក់ព័ន្ធនឹងសេវាកម្មផែនការនិងការរៀបចំផ្នែកទេសចរចំណែកក្រសួងវប្បធម៌លោកបានលើកឡើងថាលោកចង់ឲ្យមានផែនការជាក់លាក់ក្នុងការថែរក្សាអត្តសញ្ញាណជាតិក្រសួងទេសចរមានបញ្ហាមួយចំនួនពាក់ព័ន្ធនឹងយើងចង់ដឹងពីរឿងផែនការសេវារៀបចំផ្នែកទេសចរនិងបែបណាខ្លះពីព្រោះចំណូលបានពីទេសចរទៅយើងអាចចូលបានប្រមាណទេសចរមានកំណើនតែកំណើនថវិកាជួយជាតិមានដែរឬក៏ពាក់ព័ន្ធនឹងវប្បធម៌ក៏យើងចង់ឲ្យមានការផែនការជាក់លាក់ក្នុងការថែរក្សាអត្តសញ្ញាណជាតិដែរពាក់ព័ន្ធនឹងមតិរិះគន់ដែលថាការកោះហៅរដ្ឋមន្ត្រីចូលទៅបំភ្លឺនៅរដ្ឋសភាកន្លងមកនេះថាមិនទទួលបានអ្វីជាដុំកំភួននោះលោកយ៉ាងពេញរិទ្ធបញ្ជាក់ថាលោកស្វាគមន៍ចំពោះមតិរិះគន់ទាំងឡាយណាដែលមានលក្ខណៈស្ថាបនាប៉ុន្តែជាវាមតិទាំងឡាយណាដែលដុតឲ្យខ្លោចរួចឲ្យឆៅលោកថាលទ្ធផលជាបន្តទៀតនោះគឺលោកនឹងខ្លំមើលការអនុវត្តរបស់នីតិប្រតិបត្តិហើយលោកបានបញ្ជាក់ពីទូនទីទាំង3របស់អ្នកតំណាងរាស្ត្រដូចជាមានការត្រួតពិនិត្យច្បាប់អនុម័តច្បាប់ខ្លំមើលការអនុវត្តរបស់នីតិប្រតិបត្តិនិងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋការលទ្ធផលយ៉ាងណានោះគឺយើងនឹងតាមខ្លំមើលខាងនីតិប្រតិបត្តិដែលត្រូវអនុវត្តត្រូវស្គាល់ទូនទីរបស់អ្នកតំណាងរាស្ត្រខាងនីតិបញ្ញត្តិច្បាប់ទូនទីអ្នកតំណាងរាស្ត្រមាន3ទូនទី1ពិនិត្យច្បាប់អនុម័តច្បាប់ទី2ឃ្លាំមើលខាងរដ្ឋាភិបាលអនុវត្តគោលនយោបាយហៅមកសួរនាំជាដើមហើយនៅទី3ការការពារប្រជាពលរដ្ឋទៅតែមានបញ្ហាអ្វីជួបផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋលោកយ៉ាងពេញរិទ្ធក៏បានអះអាងផងដែរថាពេលនេះលោកកំពុងតែបំពេញតួនាទីនិងភារកិច្ចរបស់អ្នកតំណាងរាស្ត្រយ៉ាងពេញលេញបំផុតខ្ញុំបញ្ញាពលបច្ចុប្បន្នខ្មែរប៉ុស្តិ៍ KPR ធ្វើសេចក្តីរាយការណ៍ពីរាជធានីភ្នំពេញក្រុមសហជីពនៅតែហាយក្បួនទាមទារប្រាក់ខែសមរម្យបើទោះបីជាសាលារដ្ឋាភិបាលភ្នំពេញហាមឃាត់ចាលោកទៀងសច្ចៈរាយការណ៍ជូនពុស្ដាជាថ្មីម្ដងទៀតក្រុមសហជីពអះអាងថាខ្លួននៅតែប្រកាន់ជំហរក្នុងការជួបជុំជាមួយកម្មករប្រមាណ 3,000 នាក់នៅទីលានប្រជាធិបតេយ្យនិងហាយក្បួនដាក់ញត្តិដើម្បីសម្ដែងមតិនិងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដំឡើងប្រាក់ឈ្នួលសមរម្យជូនកម្មករនិយោជិតនៅថ្ងៃទី12ខែតុលាឆ្នាំ2014ខាងមុខនេះប្រធានសហព័ន្ធសហជីពចលនាកម្មករលោកប៉ាវស៊ីណាបានប្រាប់ថាក្រុមសហជីពបានជួបជាមួយសាលារដ្ឋាភិបាលភ្នំពេញដើម្បីពិភាក្សាពីគម្រោងនៃការជួបជុំនិងហាយញត្តិនេះរួចហើយលោកថាសាលារដ្ឋាភិបាលភ្នំពេញបានអនុញ្ញាតឲ្យរៀបចំពិធីជួបជុំតែកំណត់អ្នកចូលរួមមិនឲ្យលើសពី200នាក់នោះទេហើយសាលារដ្ឋាភិបាលភ្នំពេញក៏បានហាមមិនឲ្យសហជីពនាំកម្មករឲ្យហាយញត្តិទៅដាក់នៅទីតាំងនីមួយៗនោះទេដោយសាលារដ្ឋាភិបាលភ្នំពេញអនុញ្ញាតឲ្យតែតំណាងប្រមាណ20នាក់យកញត្តិទៅដាក់ទីតាំងទាំងនោះតែប៉ុណ្ណោះទោះជាមានការលើកឡើងបែបនេះពីសាលារដ្ឋាភិបាលភ្នំពេញក៏ដោយលោកប៉ៅស៊ីណាបញ្ជាក់ថាក្រុមសហជីពនឹងធ្វើទៅតាមគម្រោងដែលបានរៀបចំបើទោះបីជាក្រសួងមហាផ្ទៃធ្វើការឆ្លើយតបយ៉ាងណាក៏ដោយការជួបជុំសម្ដែងមតិរបស់សហជីពកម្មករនេះនឹងមានការដង្ហែក្បួនដាក់ញត្តិទៅកាន់រដ្ឋសភាជាតិនិងស្ថាប័នមួយចំនួនទៀតដូចជាស្ថានទូតអាមេរិកសហគមន៍អឺរ៉ុបនិងទីស្នាក់ការបញ្ជាទិញនៅកម្ពុជាការជួបជុំនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង 8:30 នាទីព្រឹកដល់ម៉ោង 12 នាថ្ងៃទី 12 ខាងមុខនេះបើតាមលិខិតដែលក្រុមសហជីពបានដាក់ទៅកាន់សាលារដ្ឋាភិបាលភ្នំពេញសហជីពទាំង6ដែលនឹងចូលរួមមានសហព័ន្ធសហជីពមិត្តភាពកម្មករសម្ព័ន្ធសហជីពជាតិសម្ព័ន្ធសហជីពជាតិនៃឧស្សាហកម្មវិញ្ញាណភ័ណ្ឌសហព័ន្ធសហជីពយុវជនឯករាជ្យសហព័ន្ធសហជីពដើម្បីកម្មករនិងសម្ព័ន្ធសហជីពចលនាកម្មករសូមបញ្ជាក់ថាគម្រោងនៃការជួបជុំនេះធ្វើឡើងខណៈពេលដែលក្រសួងការងារបានប្រកាសពន្យាពេលក្នុងការជួបប្រជុំដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលគោលដែលក្រុងនឹងធ្វើនៅថ្ងៃទី10ខែតុលាដោយលើកយកទៅធ្វើនៅកំឡុងខែវិច្ឆិកាឆ្នាំ2014ខាងមុខវិញពីខ្ញុំជាងសច្ចៈរាយការណ៍ពីរាជធានីភ្នំពេញពលរដ្ឋមានចំនួនដីធ្លីក្នុងខេត្តកោះកុងដាក់ញត្តិស្វែងរកអន្តរាគមន៍ចាលោកពេជ្រសវណ្ណជម្រាបជូននៅព័ត៌មាននេះ
ការពិព្រឹកថ្ងៃទី10ខែតុលាឆ្នាំ2014នេះប្រជាពលរដ្ឋរស់នៅស្រុកបទុមសាគរខេត្តកោះកុងបានឡើងមកជួបជុំគ្នានៅទីក្រុងភ្នំពេញនៅក្នុងគោលបំណងដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធដើម្បីជួយអន្តរាគមន៍រកយុត្តិធម៌ជូនដល់ពួកគាត់ដែលត្រូវក្រុមហ៊ុនចិនកំពុងតែបណ្តេញចេញពីលំនៅឋានទាំងបង្ខំប្រជាពលរដ្ឋរស់នៅស្រុកបទុមសាគរខេត្តកោះកុងចំនួន98គ្រួសារបានមកដាក់ញត្តិនៅរដ្ឋសភាជាតិក្រសួងបរិស្ថានព្រះបរមរាជវាំងនិងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឲ្យជួយអន្តរាគមន៍ពីបញ្ហាដីធ្លីជាមួយនឹងក្រុមហ៊ុនចិន Union Development ដែលបានទទួលដីសម្បត្តិពីរដ្ឋាភិបាលក្នុងនោះក្រសួងបរិស្ថានបានផ្ដល់ដីឧស្សាហជាតិបទុមសាគរក្នុងរយៈពេល99ឆ្នាំដោយពុំបានផ្ដល់ដំណឹងឬការពិភាក្សាពិគ្រោះយោបល់ជាមួយនឹងប្រជាពលរដ្ឋជាមុនឡើយបណ្ដាលឲ្យប្រជាពលរដ្ឋត្រូវក្រុមហ៊ុនចិនប្រឈមនឹងការបណ្តេញចេញពីលំនៅឋានទាំងបង្ខំខ្លឹមសារញត្តិដែលប្រជាពលរដ្ឋមានអត្ថន័យថាគណៈកម្មាធិការអន្តរក្រសួងដែលមានលោកសាយសំអាលរដ្ឋមន្ត្រីក្រសួងបរិស្ថានបានឯកភាពជាមួយនឹងក្រុមហ៊ុនចិនបង្ខំប្រជាពលរដ្ឋរុះរើលំនៅឋានដោយគ្មានសំណងឲ្យទៅរស់នៅលើទីតាំងថ្មីស្ថិតនៅតំបន់ព្រៃភ្នំសម្បូរទៅដោយជំងឺគ្រុនចាញ់និងគ្មានអ្វីសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិតសូមបញ្ជាក់ថាប្រជាពលរដ្ឋដែលរស់នៅស្រុកបទុមសាគរខេត្តកោះកុងមានប្រជាពលរដ្ឋ98គ្រួសារបានមករស់នៅតំបន់នេះតាំងពីសង្គមរាស្ត្រនិយមរហូតមកដល់ពេលបច្ចុប្បន្ននេះប្រកបមុខរបរជានេសាទធ្វើស្រែនិងចម្ការហើយនៅឆ្នាំ1993មានព្រះរាជក្រឹត្យមួយបានកំណត់តំបន់ដែលប្រជាពលរដ្ឋរស់នៅជាឧស្សាហបទុមសាគរហើយមិនបានសិក្សាស្រាវជ្រាវកាត់ដីខ្វៀលដីភូមិប្រជាពលរដ្ឋនោះឡើយខ្ញុំពេជ្រសវណ្ណវិទ្យុខ្មែរប៉ុស្តិ៍ KPR ពីភ្នំពេញស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ដល់ទីនៃព័ត៌មានពិតដែលកើតមានឡើងថ្មីៗនៅក្នុងប្រទេសកម្ពុជាចាព័ត៌មានពិស្ដារដែលលោកអ្នកនាងទើបតែបានតាមដានស្ដាប់ពីកម្មវិធីផ្សាយរបស់វិទ្យុខ្មែរប៉ុស្តិ៍នៅពេលនេះចប់តែប៉ុណ្ណេះលោកអ្នកកំពុងស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ដែលជាទីក្រុងដឹករដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកចាលោកអ្នកនាងស្ដាប់ជាទីមេត្រីមុននឹងបិទបញ្ចប់នៅកម្មវិធីផ្សាយសូមអញ្ជើញលោកអ្នកនាងមកតាមស្ដាប់នៅកិច្ចសម្ភាសរវាងលោកទៀងសុច័ក្រជាមួយនឹងលោកបណ្ឌិតឡាយរតនាជាអ្នកវិភាគផ្នែកច្បាប់ជាតិនិងអន្តរជាតិជុំវិញប្រធានបទស្ដីអំពីទំនាក់ទំនងកម្ពុជាយួនចាសូមអញ្ជើញលោកអ្នកនាងមកតាមស្ដាប់ដូចតទៅបាទអស់លោកអ្នកនាងអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ជាទីគោរពរាប់អានថ្ងៃនេះខ្ញុំបាទទៀងសុច័ក្រសូមជម្រាបសួរទៅកាន់បងប្អូនប្រជាពលរដ្ឋអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ទាំងក្នុងនិងក្រៅប្រទេសពីបន្ទប់ផ្សាយវិទ្យុខ្មែរប៉ុស្តិ៍រាជធានីភ្នំពេញនៅក្នុងកម្មវិធីកិច្ចសួរដេញដោលរបស់វិទ្យុខ្មែរប៉ុស្តិ៍នាថ្ងៃនេះយើងបានលើកយកប្រធានបទមួយស្ដីអំពីទំនាក់ទំនងកម្ពុជាយួននៅក្នុងកិច្ចសួរដេញដោលនៅថ្ងៃនេះយើងមានសាស្ត្រាចារ្យបណ្ឌិតឡាយរតនាជាសាស្ត្រាចារ្យផ្នែកច្បាប់ជាតិនិងអន្តរជាតិជាវាគ្មិនសម្រាប់ប្រធានបទនេះបាទដោយសារតែលោកកំពុងតែមានវត្តមាននៅក្នុងបន្ទប់ផ្សាយខ្ញុំបាទក៏សូមជម្រាបសួរទៅលោកបណ្ឌិតឡាយរតនាតែម្ដងលោកបណ្ឌិតខ្ញុំបាទសូមជម្រាបសួរបាទសូមជម្រាបសួរវិទ្យុខ្មែរប៉ុស្តិ៍មូលហេតុយើងបានលើកយកប្រធានបទទំនាក់ទំនងកម្ពុជាយួននៅពេលនេះគឺដោយសារតែបញ្ហាកម្មកុសនៅពេលដែលកម្ពុជាមានស្ថិរភាពនយោបាយហើយក៏នៅតែមានភាពប្រកម្មកុសផ្នែកជនជាតិយួននិងជនជាតិកម្ពុជានេះតាមប្រវត្តិសាស្ត្របានបង្ហាញថានៅពាក់កណ្ដាលសតវត្សទី19ប្រទេសកម្ពុជារងការឈ្លានពានយ៉ាងខ្លាំងពីសំណាក់ប្រទេសសៀមនិងប្រទេសយួនដោយមុនបារាំងដាក់អាណានិគមមកលើប្រទេសកម្ពុជាកងទ័ពព្រះរាជាណាចក្រកម្ពុជាបានវាយលុកចូលតំបន់កូសាំងស៊ីនតែត្រូវបរាជ័យក្រោយមកបារាំងបានបញ្ចប់សង្គ្រាមរវាងប្រទេសកម្ពុជានិងប្រទេសយួនដោយយកតំបន់កូសាំងស៊ីននឹងធ្វើជាទឹកដីអាណានិគមរបស់ខ្លួនបន្តមកទៀតនៅឆ្នាំ1949បារាំងបានសម្រេចចិត្តជាអត្តនោម័តប្រគល់ទឹកដីកូសាំងស៊ីនទៅឲ្យអំណាចបាវដៃដែលកាលនោះគឺស្ដេចបាវដៃនៅប្រទេសយួនជាអ្នកគ្រប់គ្រងប្រទេសជាច្រើនសតវត្សមកទំនាស់បញ្ហាទឹកដីធ្វើឲ្យមានសង្គ្រាមបង្ហូរឈាមឥតឈប់ឈររវាងប្រទេសកម្ពុជានិងប្រទេសយួនការកាប់សម្លាប់ទាំងនេះវាបានបន្សល់ទុកនូវស្លាកស្នាមប្រវត្តិសាស្ត្រដ៏ជូរចត់សម្រាប់ប្រទេសកម្ពុជារហូតមកទល់ពេលនេះប្រជាពលរដ្ឋខ្មែរហាក់នៅទទួលរងនឹងការឈឺចាប់នៅតែមានសកម្មភាពប្រឆាំងជនជាតិយួនជាពិសេសប្រជាពលរដ្ឋខ្មែរហាក់នៅតែលើកបើកកកាយរឿងរ៉ាវប្រវត្តិសាស្ត្រដែលកម្ពុជា
មានជាមួយយួនលោកបណ្ឌិតបាទតាមប្រវត្តិសាស្ត្រខាងលើតែកម្ពុជាចាប់ផ្ដើមមានទំនាក់ទំនងជាផ្លូវការជាមួយប្រទេសយួននឹងចាប់តាំងពីពេលណាមកហើយតើវាមានមូលហេតុអីខ្លះបានជាមានទំនាក់ទំនងបែបផ្លូវការដូចនេះលោកបណ្ឌិតជាបឋមខ្ញុំបកករណាសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមជម្រាបសួរដល់ប្រជាពលរដ្ឋខ្មែរនៅឯនេះសមុទ្រជាពិសេសប្រជាពលរដ្ឋដែលតែងតែសកម្មក្នុងការតាមដានទៅលើព្រឹត្តិការណ៍វិវត្តនៃនយោបាយរបស់ប្រជាជាតិកម្ពុជាហើយនៅក្នុងនោះបានឆ្លិចយកនៅទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងយួននៅក្នុងវេលាឱកាសនេះខ្ញុំមានកិត្តិយសណាស់ដែលបានវិទ្យុខ្មែរប៉ុស្តិ៍ផ្ដល់កិត្តិយសជាថ្មីម្ដងទៀតដើម្បីធ្វើបទបង្ហាញមួយទាក់ទងជាមួយនឹងប្រធានបទទំនាក់ទំនងរវាងកម្ពុជាយួនអ្វីដែលបានលើកឡើងតាមរយៈអ្នកសម្របសម្រួលខ្មែរប៉ុស្តិ៍ជាពិសេសលោកទៀនសច្ចៈបានលើកពីកត្តាប្រវត្តិសាស្ត្រយើងឃើញថាទំនាក់ទំនងរវាងកម្ពុជានឹងយួននេះគឺជាទំនាក់ទំនងមួយដ៏មានការជូរចត់ហើយជាទំនាក់ទំនងដែលធ្វើឲ្យប្រទេសកម្ពុជាមានបញ្ហាជាពិសេសគឺបញ្ហាទាក់ទងជាមួយនឹងបូរណភាពទឹកដីបញ្ហានយោបាយបញ្ហាប្រជាជនក៏ប៉ុន្តែយើងឃើញថាទំនាក់ទំនងកម្ពុជានិងយួននេះគឺចាប់ផ្ដើមដំណើរការពីថ្ងៃទី24ខែមិថុនាឆ្នាំ1967ក៏ប៉ុន្តែមុននឹងឈានទៅដល់ទំនាក់ទំនងយួននេះគឺខ្ញុំសូមលើកយកនៅបញ្ហាដែលជាកត្តាប្រវត្តិសាស្ត្ររវាងការប្រឈមមុខដាក់គ្នារវាងមហាអំណាចពីរនៅលើពិភពលោកជាពិសេសគឺសហភាពសូវៀតនិងសហរដ្ឋអាមេរិកដោយអ្នកសម្របសម្រួលផ្នែកប៉ុស្តិ៍បានលើកឡើងពីការដើមមកហើយថាយួនគឺជាប្រជាជនមួយដែលមានចិត្តចិញ្ចឹមនៅក្នុងចិត្តថានឹងលើកទៅបាក់យកទឹកដីកម្ពុជាតាមរយៈនឹងការបញ្ជូននៅប្រជាជននិគមរបស់ខ្លួនមករស់នៅលើប្រទេសកម្ពុជាយើងឃើញថាចលនានៃការវិវត្តការប្រឈមមុខដាក់គ្នារវាងប្លុក2គឺប្លុកសេរីនិងប្លុកកុម្មុយនីសនៅពេលនោះគេហៅថាប្លុកបើន័យថាមហាអំណាចសេរីគឺដឹកនាំដោយសហរដ្ឋអាមេរិកឯមហាអំណាចកុម្មុយនីសគឺដឹកនាំដោយសហភាពសូវៀតក៏ប៉ុន្តែសហភាពសូវៀតនេះគឺចាប់យកនៅប្រទេសវៀតណាមក្រោយពីវៀតណាមបានឈ្នះសង្គ្រាមនៅឥណ្ឌូចិនដែលយើងហៅថាសង្គ្រាមរវាងបារាំងនិងវៀតណាមបារាំងនិងយួនសង្គ្រាមនេះគឺយើងឃើញថាពីថ្ងៃទី6ខែមីនាឆ្នាំ1946គឺគេមានសន្ធិសញ្ញាមួយគេហៅថាសន្ធិសញ្ញាសង្កនីសន្ធិសញ្ញានេះគឺផ្ដល់ឯករាជ្យភាពឲ្យវៀតណាមក៏ប៉ុន្តែដោយសារសន្ធិសញ្ញានេះអនុវត្តអត់បានគឺមានការផ្ទុះសង្គ្រាមនៅឥណ្ឌូចិនលើកទី1អញ្ចឹងផ្ទុះសង្គ្រាមនៅឥណ្ឌូចិនលើកទី1នឹងគេហៅថាជាសង្គ្រាមឌៀនបៀនភូណាសង្គ្រាមឌៀនបៀនភូនោះគឺជាឆាកប្រយុទ្ធរវាងយួននិងបារាំងក៏ប៉ុន្តែដោយសារតែបារាំងអត់មានឥទ្ធិពលខ្លាំងហើយធ្វើឲ្យកងទ័ពយួនបានវាយដណ្ដើមបានបន្ទាយយោធាមួយគេហៅថាបន្ទាយយោធាឌៀនបៀនភូយួនបានប្រកាសឈ្នះសង្គ្រាមជាមួយនឹងបារាំងនោះគឺយើងឃើញថាវៀតណាមបែងចែកចេញជាពីរគឺវៀតណាមខាងជើងនិងវៀតណាមខាងត្បូងឯវៀតណាមខាងជើងគឺវៀតណាមដែលមានការឧបត្ថម្ភគាំទ្រពីសហភាពសូវៀតឯវៀតណាមខាងត្បូងគឺវៀតណាមដែលមានការគាំទ្រដោយសហរដ្ឋអាមេរិកគឺសហរដ្ឋអាមេរិកចាប់យកវៀតណាមខាងត្បូងឯសហភាពសូវៀតគឺចាប់យកវៀតណាមខាងជើងអញ្ចឹងរហូតមកដល់មានការប្រឈមមុខដាក់គ្នារវាងប្លុក2មានន័យថាប្លុកសហភាពសូវៀតនិងប្លុកសេរីអញ្ចឹងការប្រឈមមុខដាក់គ្នារវាងវៀតណាមខាងជើងនិងវៀតណាមខាងត្បូងអញ្ចឹងរហូតដល់ការផ្ទុះសង្គ្រាមមួយគេហៅថាសង្គ្រាមវៀតណាមគឺត្រូវបានផ្ទុះឡើងក្នុងឆ្នាំ1965ហើយសង្គ្រាមនេះត្រូវបានបញ្ចប់ទៅវិញនៅថ្ងៃទី30ខែមេសាឆ្នាំ1975នៅពេលហ្នឹងយើងឃើញថាទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមនិងយួននេះគឺចាប់ផ្ដើមមានបញ្ហាហើយជំហររបស់នរោត្តមសីហនុព្រះអង្គបានប្រមាលមើលយ៉ាងច្បាស់ថាវៀតណាមខាងជើងគឺត្រូវតែឈ្នះសហរដ្ឋអាមេរិកដូច្នេះគោលនយោបាយការបរទេសរបស់កម្ពុជាគឺងាកទៅរកកុម្មុយនីសដើម្បីរក្សានៅស្ថិរភាពតាមព្រំដែនរបស់ខ្លួនក៏ប៉ុន្តែនៅពេលដែលកម្ពុជាចាប់យកនៅកុម្មុយនីសគឺកម្ពុជាមានការប្រឈមមុខមួយទៀតជាមួយនឹងសហរដ្ឋអាមេរិកនៅពេលហ្នឹងយើងឃើញថាមហិច្ឆតារបស់សហភាពសូវៀតគឺគ្រប់គ្រងឥណ្ឌូចិនតាមរយៈយួនអញ្ចឹងធ្វើម៉េច
វាយយកឥណ្ឌូចិនហើយប្រើកូនដៃរបស់ខ្លួនគឺយួនឲ្យគ្រប់គ្រងនៅឥណ្ឌូចិននៅជ្រោយឥណ្ឌូចិនគឺយើងមាន3ប្រទេសទី1គឺវៀតណាមឡាវនិងកម្ពុជាអញ្ចឹងកាលណាបើចាប់យកជ្រោយឥណ្ឌូចិនបានមានន័យថាគឺជាការបរាជ័យរបស់សេរីនៅឯឥណ្ឌូចិនយើងឃើញថាតាមការផ្គត់ផ្គង់ពីសហភាពសូវៀតទៅឲ្យយួនដើម្បីគ្រប់គ្រងនៅឥណ្ឌូចិននេះតាមរយៈសម្ព័ន្ធមិត្តរវាងសូវៀតនិងចិនយើងឃើញថាសង្គ្រាមនៅឥណ្ឌូចិនគឺជាញឹកញាប់តែងតែទទួលបាននៅភាពជោគជ័យខាងផ្នែកពួកកុម្មុយនីសហើយធ្វើឲ្យសេរីមានការបរាជ័យនៅលើទឹកដីឥណ្ឌូចិនអញ្ចឹងពាក្យថាឥណ្ឌូចិននេះគឺយើងរាប់ទាំងកម្ពុជាឡាវវៀតណាមថៃហើយនិងភូមា5ប្រទេសកាលណាបើយើងនិយាយអំពីបញ្ហាជ្រោយឥណ្ឌូចិនគឺយើងនិយាយអំពីប្រទេស3ទេគឺកម្ពុជាឡាវនិងយួនដែលយើងហៅថាយួនដូច្នេះនៅពេលដែលសង្គ្រាមវៀតណាមចាប់ផ្ដើមផ្ទុះឡើងជាមួយនឹងសហរដ្ឋអាមេរិកនោះការគំរាមកំហែងនៅលើទឹកដីកម្ពុជាគឺចាប់ផ្ដើមមានដោយសារតែការយើងឃើញហើយក្នុងឆ្នាំ1913សម្ដេចនរោត្តមសីហនុបានទាញសេចក្តីសន្និដ្ឋានមួយថាសហរដ្ឋអាមេរិកមិនអាចឈ្នះយួនបានទេដូច្នេះហើយបានជាព្រះអង្គធ្វើការសម្រេចចិត្តថាខ្លួននឹងចាប់យកវៀតណាមខាងជើងដើម្បីរក្សានៅសេរីភាពនៅព្រំដែនរបស់ប្រទេសកម្ពុជានៅពេលនោះគឺនៅក្នុងឆ្នាំ1964បកូនណាលោកបានជាងធ្វើដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុងប៉េកាំងដើម្បីឲ្យចិនធ្វើការគាំទ្រនៅបញ្ហាព្រំដែនហើយនៅពេលដែលសម្ដេចនរោត្តមសីហនុយាងទៅកាន់ទីក្រុងប៉េកាំងយើងឃើញថាថាំបណ្ដុងក៏ទៅជួបបកូនណានៅទីក្រុងប៉េកាំងដែរហើយថាំបណ្ដុងបានសន្យាជាលាយលក្ខណ៍អក្សរថានឹងមិនឈ្លានពានទៅលើទឹកដីកម្ពុជាទេដរាបណាកម្ពុជាប្រកាន់យកនៅនយោបាយអព្យាក្រឹតណានយោបាយមិនចូលបកសម្ព័ន្ធក៏ប៉ុន្តែយើងឃើញថានយោបាយមិនចូលបកសម្ព័ន្ធរបស់បកូនណានេះគឺអ្វីទៅដែលយើងហៅថានយោបាយមិនចូលបកសម្ព័ន្ធនយោបាយមិនចូលបកសម្ព័ន្ធមានន័យថាគឺនយោបាយមួយដែលកើតចេញពីសន្និសីទទីក្រុងបាត់ដុងនៅថ្ងៃទី25ខែមេសាឆ្នាំ1955អញ្ចឹងកម្ពុជាប្រកាន់យកនៅគោលនយោបាយការបរទេសរបស់ខ្លួនមួយថាដាក់ប្រទេសខ្លួន Non-Aligned Movement មានន័យថាចលនាមិនចូលបកសម្ព័ន្ធហើយអ្វីដែលខ្ញុំបានបញ្ជាក់ថាចលនាមិនចូលបកសម្ព័ន្ធនឹងគឺទៅលើកត្តាទី1ប្រទេសកម្ពុជាបានសេតនៅក្នុងគោលនយោបាយរបស់ខ្លួនហើយដាក់នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនថាកម្ពុជាមិនអនុញ្ញាតឲ្យកងទ័ពបរទេសឈរជើងនៅលើទឹកដីកម្ពុជាទេកម្ពុជាក៏មិនអាចបញ្ជូនកងទ័ពទៅចូលជាបកសម្ព័ន្ធពហុភាគីឬក៏ត្រីភាគីជាមួយនឹងកងទ័ពបរទេសដាច់ខាតកន្លែងហ្នឹងហើយយើងឃើញថានៅពេលដែលចាប់ផ្ដើមកិច្ចព្រមព្រៀងមួយជាមួយនឹងថាំបណ្ដុងគឺកងទ័ពយួនបានជ្រៀតចូលទៅតាមព្រំដែនប្រទេសកម្ពុជាដើម្បីបញ្ជូនគ្រឿងសព្វាវុធជាពិសេសយើងឃើញចាប់យកនៅកំពង់ផែកំពង់សោមហើយនឹងផ្លូវលំហូជីមិញបានបញ្ជូនកងទ័ពយ៉ាងសន្ធឹកសន្ធាប់តាមរយៈគេហៅថាជំពូសតុងនិងជំពូសសេះគឺតាមរយៈខេត្តស្វាយរៀងហើយបញ្ជូនកងទ័ពមកមួយទៀតគឺបញ្ជូនកងទ័ពតាមផ្លូវលំហូជីមិញចូលទៅខេត្តកំពង់ចាមគឺដើម្បីព្រោះយើងឃើញហើយថាសង្គ្រាមវៀតណាមនិងសហរដ្ឋអាមេរិកបានផ្ទុះឡើងក្នុងឆ្នាំ1965ក្រោយពីសម្ដេចនរោត្តមសីហនុបានសន្យាជាមួយថាំបណ្ដុងបានសន្យាជាមួយសីហនុថានឹងគោរពនៅពណ៌ភាពទឹកដីកម្ពុជាក៏ប៉ុន្តែយួននេះត្រូវតែបញ្ជូនកងទ័ពមករស់នៅក្នុងប្រទេសកម្ពុជាហើយឲ្យមកវាយទ័ពរបស់សហរដ្ឋអាមេរិកនៅឯវៀតណាមខាងត្បូងកន្លែងហ្នឹងហើយបានធ្វើឲ្យកម្ពុជាបាត់បង់ទី1នៅអធិបតេយ្យភាពរបស់ខ្លួនដែលខ្លួនប្រកាន់យកនៅនយោបាយអព្យាក្រឹតមិនចូលបកសម្ព័ន្ធបាទសូមអរគុណលោកបណ្ឌិតខ្ញុំចង់សួរថាមូលហេតុអីសូមឲ្យលោកបណ្ឌិតសង្ខេបជួយសង្ខេបតើមូលហេតុអ្វីជាចម្បងដែលធ្វើឲ្យមានទំនាក់ទំនងកម្ពុជាយួនកើតឡើងហើយតើការទំនាក់ទំនងហ្នឹងគោលបំណងសំខាន់បំផុតហ្នឹងគឺដើម្បីអីដែរបាទលោកបណ្ឌិតអ្វីដែលខ្ញុំបានធ្វើបទអធិប្បាយខាងលើហ្នឹងថាទី1ទំនាក់ទំនងរវាងកម្ពុជាយួននេះគឺជាការព្រួយបារម្ភមួយទៅលើស្ថានភាពពូនភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាព្រោះបកូនណាលោកមានការព្រួយបារម្ភណាស់ថានៅពេលដែលសង្គ្រាម
អាមេរិកហើយនឹងយួនបានផ្ទុះឡើងប្រកាសជាសង្គ្រាមនេះមានការរីករាលដាលចូលនៅក្នុងប្រទេសកម្ពុជាដូច្នេះគឺបកគោណាបានប្រមាណមើលថាត្រូវតែសហការជាមួយនឹងកុម្មុយនីសហើយកុម្មុយនីសនៅពេលនោះយើងដឹងហើយថាកុម្មុយនីសបែកចេញជាពីរទីមួយគឺកុម្មុយនីសបែបចិនហើយមួយទៀតគឺកុម្មុយនីសបែបសង្គមនិយមតាមរយៈសហភាពសូវៀតអញ្ចឹងហើយបានជាបកគោណាចាប់យកកុម្មុយនីសដើម្បីឲ្យកុម្មុយនីសនឹងធ្វើការសន្យាជាមួយព្រះអង្គថារក្សានៅបូរណភាពទឹកដីប៉ុន្តែពួកកុម្មុយនីសនេះគឺមិនដែលគោរពនៅអ្វីដែលជាកិច្ចព្រមព្រៀងរបស់ខ្លួនទេបើទោះបីជាធម្មបណ្ដងមានការចុះហត្ថលេខាជាលាយលក្ខណ៍អក្សរក៏ដោយក៏ធម្មបណ្ដងទៅបញ្ជូនកងទ័ពចូលមកប្រទេសកម្ពុជាទៅវាយវិណាមខាងត្បូងដែរកន្លែងហ្នឹងហើយដែលធ្វើឲ្យសហរដ្ឋអាមេរិកមានការខំសម្បាជាមួយនឹងគោលនយោបាយមិនចូលបកសម្ព័ន្ធរបស់កម្ពុជាហើយបានទម្លាក់គ្រាប់បែកជាង2លានតោនចូលក្នុងប្រទេសកម្ពុជាដូចដល់ហើយថាគ្រាប់បែកដែលអាមេរិកទម្លាក់ជាគ្រាប់បែកដែលអាមេរិកបានថាតាមប្រមាញ់កងទ័ពវៀតណាមខាងជើងមិនមែនការទម្លាក់គ្រាប់បែកដើម្បីសម្លាប់ប្រជាជនកម្ពុជាទេអញ្ចឹងការទម្លាក់គ្រាប់បែកនេះស្មើនឹងពាក់កណ្ដាលនៃចំនួនគ្រាប់បែកដែលសហរដ្ឋអាមេរិកយកទៅប្រើនៅក្នុងសង្គ្រាមលោកលើកទី2បាទសូមតើតងទៅនឹងទំនាក់ទំនងជាផ្លូវការដែលលោកបណ្ឌិតបានលើកឡើងហ្នឹងខ្ញុំចង់ដឹងថាតាំងពីមានទំនាក់ទំនងមករវាងបូរណភាពទឹកដីនយោបាយសេដ្ឋកិច្ចនិងបញ្ហាចូលសញ្ជាតិជាដើមហ្នឹងតើកម្ពុជាចំណេញឬខាតចំពោះទំនាក់ទំនងកម្ពុជាយូរនេះយើងឃើញថាអ្វីដែលកម្ពុជាទទួលបានពីទំនាក់ទំនងជាមួយនឹងយួននេះគឺយើងអត់មានអីទៅទទួលបានការចំណេញអីទេយើងដឹងហើយថាកត្តាប្រវត្តិសាស្ត្រគឺយួនហើយនឹងប្រទេសជិតខាងមួយចំនួនធ្វើទំនាក់ទំនងជាមួយនឹងប្រជាជនកម្ពុជាគឺតែងតែកេងយកនៅចំណេញខ្ញុំលើកយកនៅបញ្ហាប្រទេសកម្ពុជាសួរថាហេតុអីបានជាមហាអំណាចធំធំចង់ចាប់យកប្រទេសកម្ពុជាមួយដើម្បីជាឈ្នន់តទល់គ្នារវាងមហាអំណាចធំធំប្រទេសកម្ពុជាប្រៀបដូចជាសាច់គោដែលនៅលើចង្អើរហើយត្រូវភ្លើងសក់ខ្លាញ់តក់មកមានន័យថាយួនក៏ស្រេកឃ្លានចង់យកប្រទេសកម្ពុជាតាមរយៈការផ្ដល់ជំនួយរបស់សហភាពសូវៀតណាកាលណាបើយួនចាប់បានប្រទេសកម្ពុជាគឺយួនយកកម្ពុជាមួយដើម្បីពុដួលរំលំរបបសេរីនៅក្នុងឥណ្ឌូចិនឯចិនហើយនឹងយួនហើយនឹងសហភាពសូវៀតគឺចាប់យកកម្ពុជាកាលណាបើចាប់យកកម្ពុជាបានគឺកម្ពុជាជាឈ្នន់មួយសម្រាប់បំបត្តិលទ្ធិសេរីណាលទ្ធិសេរីនៅក្នុងប្រជាជាតិកម្ពុជាឯប្រទេសសេរីចាប់បានប្រទេសកម្ពុជាបំបត្តិលទ្ធិកុម្មុយនីសនៅក្នុងឥណ្ឌូចិនសួរថាតើតំណែងនឹងកម្ពុជាចំណេញស្អីណាយើងឃើញថាអ្វីដែលកម្ពុជាទទួលរងនោះទី1គឺការជ្រៀតចូលកិច្ចការនយោបាយពីហូជីមិញការជ្រៀតចូលនយោបាយពីខំបណ្ដងការបញ្ជូនកងទ័ពមិនមែនតែជាការបញ្ជូនកងទ័ពទេគឺទាំងនិគមយួនណាមករស់នៅលើទឹកដីកម្ពុជាអានឹងហើយធ្វើឲ្យបាត់បង់នៅអធិបតេយ្យភាពរបស់ប្រជាជាតិកម្ពុជាយើងឃើញថាតើចរិតរបស់យួនជាចរិតមួយដែលជួយស្ដារកម្ពុជាឲ្យផុតពីការរំលោភបំពានបូរណភាពទឹកដីឬមួយក៏ជាចរិតដែលលើកតបាក់យកទឹកដីកម្ពុជានៅពេលដែលយួនបញ្ជូនកងទ័ពមកគឺយួនបញ្ជូននិគមប្រជាជនយួនចូលមកទេនឹងហើយនិគមជននេះគឺមកយ៉ាងសន្ធឹកសន្ធាប់ហើយខ្ញុំលើកកត្តាប្រវត្តិសាស្ត្រមួយនៅពេលដែលកម្ពុជាចាប់ផ្ដើមចលនាខ្មែរសេរីគឺថាចលនាខ្មែរអិសរាជបង្កើតចលនាខ្មែរអិសរាជមកគឺដើម្បីតទល់ជាមួយនឹងការឈ្លានពានពីបារាំងក៏ប៉ុន្តែនៅពេលដែលកម្ពុជាបង្កើតចលនាខ្មែរអិសរាជដែលដឹកនាំដោយលោកសើងងកខាន់យួនក៏បង្កើតចលនាមួយទៀតដឹកនាំដោយសើងងកមិញមួយទៀតគឺដឹកនាំដោយវៀតមិញហើយសួរថាតើសើងងកមិញនឹងជាអ្នកណាហើយវៀតមិញនឹងជាអ្នកណាចលនាខ្មែរមានពីរប្រភេទទី1ចលនាខ្មែរអិសរាជដែលដឹកនាំដោយសើងងកខាន់ដែលជានិស្សិតខ្មែរកម្ពុជាក្រមួយដែលគាត់បានបញ្ចប់ការសិក្សានៅប្រទេសបារាំងគាត់បង្កើតចលនានឹងឡើងដើម្បីជាការតស៊ូរំដោះប្រទេសជាតិចេញពីអាណានិគមបារាំងក៏ប៉ុន្តែនៅពេលហ្នឹងយួនចាប់ផ្ដើមបង្កើតចលនាខ្មែរមួយទៀតដឹកនាំដោយសើងងកមិញសើងងកមិញគឺបង្កើតឡើងដោយយួនបង្កើតអានឹងហើយក៏បង្កើតមួយទៀតគឺខ្មែរវៀតមិញចលនាទាំងពីរហ្នឹងមិនមែនជាចលនាមួយសម្រាប់រំដោះប្រទេសកម្ពុជាទេចលនាខ្មែរវៀតមិញចលនាដែលដឹកនាំដោយសើងងកមិញគឺជាចលនាដែលបង្កើតឡើងដោយហូជីមិញដែលហៅថាជាបងធំនៅក្នុងឥណ្ឌូចិន
ជាញឹកញាប់ចលនាហ្នឹងតែជ្រៀតចូលតាមព្រំដែននៃប្រជាជនកម្ពុជាហើយចាប់ផ្ដើមកាប់សម្លាប់ប្រជាជនកម្ពុជាយ៉ាងសន្ធឹកសន្ធាប់ហើយក៏បានទម្លាក់កំហុសទៅលើថាចលនាខ្មែរសេរីដែលដឹកនាំដោយសៅងុកថាន់នេះគឺជាចរិតរបស់ហូជីមិញគឺជាចរិតរបស់យួនដែលវាយកំទេចទៅលើប្រជាជនធ្វើបាបចាប់រំលោភប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនមួយទៀតបំណងរបស់យួនគឺនៅពេលដែលប្រជាជនយួនមកគឺចង់លេបនិងតបាក់យកនៅទឹកដីកម្ពុជាឲ្យខានតែបានហូជីមិញបាននិយាយយ៉ាងច្បាស់ថាត្រូវតែយកកម្ពុជាឲ្យបានបើយកមិនបានទេគឺសូមឲ្យប្រជាជនយួនទាំងអស់ដាំដើមឫស្សីពាស់ជុំវិញប្រទេសកម្ពុជាហើយកាប់ពីខាងកើតមកវិញនៅពេលដែលកាប់ពីខាងកើតយើងឃើញថាត្រពាំងបានលូតពីខាងលិចដូច្នេះទោះបីជារាប់រយរាប់ពាន់រាប់លានឆ្នាំតទៅមុខទៀតក៏យួននៅតែចិញ្ចឹមចិត្តចង់លើកយកទឹកដីកម្ពុជាយួននិងថៃបានចាប់ផ្ដើមប្រវត្តិសាស្ត្របានលើកឡើងហើយថាពីរអ្នកនឹងធ្លាប់ចុះសន្ធិសញ្ញាសម្ងាត់មួយចែកទឹកដីកម្ពុជាជាពីរពីទន្លេមេគង្គខាងកើតគឺត្រូវបានយួនចង់មានហិច្ចតាគ្រប់គ្រងឯពីទន្លេមេគង្គទៅខាងលិចគឺជារបស់ថៃដូច្នេះយើងឃើញថាប្រសិនបើយើងមិនព្រមភ្ញាក់រលឹកទេទឹកដីកម្ពុជានឹងមានការបាត់បង់ហើយអ្វីដែលជារឿងថ្មីឈរទៅលើប្រវត្តិសាស្ត្រណារហូតទៅដល់ឈរទៅលើដីខ្មែរហើយប្រកាសថាកម្ពុជាក្រោមជារបស់យួនដែលបំភ្លៃប្រវត្តិសាស្ត្រយើងឃើញហើយសង្គ្រាមពីរលើកសួរថាហេតុអីបានជាយួននៅតែមានមហិច្ឆតាចង់វាយយកប្រទេសកម្ពុជាសង្គ្រាមឥណ្ឌូចិនទី1គឺឆ្នាំ1954 65យួនចាប់ផ្ដើមបីជាមួយសហរដ្ឋអាមេរិកដែលមានការបកខំពីសហភាពសូវៀត75ដដែលយួនបញ្ជូនកងទ័ពពីកងពលចូលមកប្រទេសកម្ពុជាសួរថាបើសិនជាគ្មានការជួយពីបរទេសណាតើយួនមានលទ្ធភាពឯណាមកវាយប្រទេសកម្ពុជា75ចប់សង្គ្រាមជាមួយនឹងបារាំងយួន79យួនវាយចូលកម្ពុជាថ្ងៃទី7មករាឆ្នាំ1979គឺវាយចូលប្រទេសកម្ពុជាសួរថាតើការវាយចូលរបស់យួនជាការខុសច្បាប់ឬក៏ជាការត្រូវច្បាប់អន្តរជាតិយើងឃើញថាយួនក៏ជាសមាជិករបស់អង្គការសហប្រជាជាតិឯកម្ពុជាក៏ជាសមាជិកអង្គការសហប្រជាជាតិខ្ញុំសូមលើកកត្តាប្រវត្តិសាស្ត្របញ្ជាក់ថាតើយួនវាយចូលកម្ពុជាដែលគេជាតែលើកឡើងថាអូ7មករាគឺជាថ្ងៃរំដោះថ្ងៃប៉ុន្តែខ្ញុំលើកផ្លូវច្បាប់យួនចូលជាសមាជិករបស់អង្គការសហប្រជាជាតិនៅថ្ងៃទី20ខែកញ្ញាឆ្នាំ1977កម្ពុជាក្រោយពីទទួលបានឯករាជ្យថ្ងៃ9វិច្ឆិកាឆ្នាំ1953នៅថ្ងៃទី14ខែធ្នូឆ្នាំ1955កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិយួនទើបតែចូលអង្គការសហប្រជាជាតិថ្មីឆ្នាំ1977នៅក្នុងលក្ខខណ្ឌប្រទេសមួយដែលអាចคล้ายទៅជាសមាជិកអង្គការសហប្រជាជាតិបានតើត្រូវប្រឈមមុខត្រូវសម្រេចចិត្តជាមួយនឹងក្រុមប្រឹក្សាសន្តិសុខទៅឆ្លើយជាមួយក្រុមប្រឹក្សាសន្តិសុខទៅវិញណាអញ្ចឹងយើងឃើញថាប្រទេសមួយដែលអាចចូលជាសមាជិកអង្គការសហប្រជាជាតិបានចូលទៅលើកត្តា3ទី1ប្រទេសនោះស្រឡាញ់សន្តិភាពទី2ប្រទេសនោះត្រូវគោរពធម្មនុញ្ញអង្គការសហប្រជាជាតិទី3ប្រទេសនោះត្រូវតែចាំទទួលយកនៅកាតព្វកិច្ចថ្មីរបស់អន្តរជាតិយើងសម្លឹងមើលថាតើនៅពេលដែលយួនបញ្ជូនកងទ័ពចូលកម្ពុជានេះយួនបានគោរពច្បាប់អន្តរជាតិអត់ព្រោះនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិអ្នកសម្របសម្រួលខ្មែរប៉ុស្តិ៍បានដឹងថាកៅបីប្រទេសណាមួយលុះត្រាណាតែមានការឆ្លងកាត់ពីក្រុមប្រឹក្សាណាអង្គការសហជាតិទាំង15ប្រទេសជាពិសេស5ប្រទេសដែលជាសមាជិកអធិត្រៃយ៍នោះណាបោះឆ្នោតឲ្យបានអាចវាយបានអញ្ចឹងក្នុងនាមខ្លួនជាសមាជិកអង្គការសហជាតិតើខ្លួនបានគោរពច្បាប់អន្តរជាតិអត់ណាព្រោះច្បាប់អន្តរជាតិអាចវាយចូលប្រទេសណាមួយលុះត្រាឆ្លងកាត់អង្គការសហជាតិតើយួនបានឆ្លងកាត់ក្រុមប្រឹក្សាអង្គការសហជាតិខ្ញុំលើកឧទាហរណ៍វាយនៅលីប៊ីណានឹងវាយនៅអាហ្វហ្គានីស្ថានណាសុទ្ធតែឆ្លងកាត់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងអស់ក៏ប៉ុន្តែនៅពេលដែលយួនប្រើកងទ័ពចូលនៅក្នុងប្រទេសកម្ពុជាគឺមិនឆ្លងកាត់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជំនួសសួរថាតើនឹង
ជាការត្រូវច្បាប់ឬក៏ចាក់ខុសច្បាប់អន្តរជាតិហើយនៅមានទៀតនៅពេលដែលបីចូលប្រទេសកម្ពុជាហើយគ្រប់គ្រងប្រទេសកម្ពុជាទៀតពីឆ្នាំ1900បើមានចិត្តបីដួលហើយទៅដកទៅវិញព្រោះថាហេតុអីបានជាតាំងពីឆ្នាំ1979ដល់80 90 89បានយួនដកកងទ័ពចេញហើយការដកកងទ័ពយួនទៀតណាអត់មានអ្នកណាត្រួតពិនិត្យមើលទេនឹងជាជិះឡើងទៅប្រយអានេះជាការដកកងទ័ពមួយដ៏ត្រឹមត្រូវណាចលនាការដកកងទ័ពមួយគឺដាច់ខាតត្រូវតែមានការត្រួតពិនិត្យពីអន្តរជាតិថាតើកងទ័ពយួនដកពិតប្រាកដមែនដែរឬអត់ទេសូមអរគុណលោកបណ្ឌិតឡើយខ្លះដែលបានឆ្លើយសំណួរយ៉ាងក្បោះក្បាយនៅពេលនេះប៉ុន្តែខ្ញុំចង់ដឹងថាបើសិនជាគណៈពេលដែលកម្ពុជាសម្រេចចិត្តមានទំនាក់ទំនងជាមួយយួនជាផ្លូវការហ្នឹងបើសិនបើកម្ពុជានៅពេលនោះមិនសម្រេចចិត្តមានទំនាក់ទំនងវិញតើកម្ពុជាអាចការពារអធិបតេយ្យភាពរបស់ខ្លួនបានទេលោកបណ្ឌិតសូមដូចខ្លីសូមអរគុណកន្លែងនេះសម្ដេចនរោត្តមសីហនុបានបញ្ជាក់យ៉ាងច្បាស់ហើយថាការសម្រេចចិត្តចាប់យកកុម្មុយនីសគឺជាការសម្រេចចិត្តខុសរបស់ព្រះអង្គមួយព្រោះហេតុអីយើងឃើញថាថាម្ដងចុះហត្ថលេខាជាលិលាអក្សរគោរពនៅពលរដ្ឋភាពទឹកដីកម្ពុជាក៏ប៉ុន្តែបែរជាថាម្ដងបញ្ជូនកងទ័ពចូលមកឈ្លានពានប្រទេសកម្ពុជាមិនគោរពពលរដ្ឋភាពទឹកដីរបស់ប្រទេសកម្ពុជាកន្លែងហ្នឹងហើយបានជានរោត្តមសីហនុថាការចាប់យកកុម្មុយនីសគឺជាការខុសឆ្គងមួយចំពោះនយោបាយការបរទេសរបស់ព្រះអង្គបាទសូមអរគុណលោកបណ្ឌិតដោយលោកបណ្ឌិតបានលើកឡើងពីខាងដើមថានៅថ្ងៃទី24ខែមិថុនាឆ្នាំ1967ជាថ្ងៃដែលទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងប្រទេសយួនបានចាប់ផ្ដើមទទួលស្គាល់ជាផ្លូវការនិងជាអន្តរជាតិមុននេះបន្តិចលោកបណ្ឌិតក៏បានលើកឡើងដែរថាគេឃើញមានការរំលោភទៅលើអធិបតេយ្យភាពរបស់កម្ពុជាខ្ញុំចង់ដឹងថាក្រោយពីមានទំនាក់ទំនងជាការទូតហើយក្រោយមកទៀតបានរំលោភលើអធិបតេយ្យកម្ពុជាលោកបណ្ឌិតខ្ញុំចង់ដឹងថាក្រោយឆ្នាំ1979ក្រោយពេលដែលយួនបានចូលមកទឹកដីកម្ពុជាហ្នឹងតើកម្ពុជាគួរតែរំលឹកគុណនេះដល់ពេលណាទៀតឬមួយក៏យ៉ាងម៉េចលោកបណ្ឌិតនៅក្នុងបញ្ហានេះខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនជនជាតិខ្មែរនៅឯនេះសមុទ្រទាំងនៅក្នុងប្រទេសទាំងនៅឯក្រៅប្រទេសហើយជាពិសេសបងប្អូនខាងអ្នកសម្របសម្រួលសួរថាតើការនឹកគុណនេះតើយើងគួរតែនឹកគុណរហូតទៅដល់ពេលណាបានយើងសួរថានៅពេលដែលនរោត្តមសីហនុអនុញ្ញាតឲ្យមានកងទ័ពវៀតណាមចូលមកប្រទេសកម្ពុជាសួរថាតើយួននេះដែលរំលឹកគុណនរោត្តមសីហនុអត់ណាគាត់តាមរយៈផ្លូវលំហូជីមិញចូលមកប្រទេសកម្ពុជាហើយទៅបីអាមេរិកឲ្យប៉ោងចេញពីឥណ្ឌូចិនយើងឃើញសួរថាតើយួនដែលរំលឹកទេដែលរំលឹកគុណណាមិនត្រឹមតែមិនរំលឹកទេថែមទាំងមានមហិច្ឆតាលេបត្របាក់ណាយកនៅទឹកដីប្រទេសកម្ពុជាថែមទាំងខ្ញុំសូមបញ្ជាក់ថានៅពេលដែលក្រោយពីឆ្នាំ1979យួនbayចូលកម្ពុជានេះណានៅពេលហ្នឹងយួនមិនទាន់ចេះធ្វើកខុនធ្វើអីណាជួអីទេហើយរបស់របរកម្ពុជាដែលបាត់បង់យល់ទេបាត់បង់អញ្ចឹងយួនទៅទទួលខុសត្រូវបាត់បង់អីខ្លះទៅឧទាហរណ៍សម័យសង្គមនិយមយើងឃើញហើយថាគ្រឿងចក្រណាសម្បូរបែបនៅក្នុងប្រទេសកម្ពុជាស្អីក៏មានដែរណាសួរថានៅពេលដែលប៉ុល ពតចូលមកក៏មិនទាន់បំផ្លាញអស់ដែរក៏ប៉ុន្តែនៅពេលដែលយួនចូលមករំដោះកម្ពុជាចូលមកឈ្លានពានកម្ពុជាគឺប្រមូលទៅស្ទើរតែអស់គ្រឿងចក្រឃើញបែរជាឃើញនៅប្រទេសយួនផលិតធុងទឹកផលិតធុងស្អីៗហ្នឹងក៏មុនយួនមិនដែលចេះផលិតមកពីណាអញ្ចឹងខ្ញុំមិនហ៊ានចោលទេក៏ប៉ុន្តែយើងឃើញថារបស់របររបស់កម្ពុជាយើងដែលបាត់បង់នេះតើបាត់បង់ទៅណាអ្នកណាជាអ្នកចុះហើយលោកទានសច្ចៈអាចធ្វើសម្បត្តិសម្ភារមួយជាមួយនឹងលោកប៉ែនសវណ្ណណាបើមានឱកាសគឺអាចសុំបទសម្ភាសន៍មួយជាមួយនឹងលោកប៉ែនសវណ្ណពាក់ព័ន្ធជាមួយនឹងរបស់របរដែលក្រោយពីការដួលរលំខ្មែរក្រហមហើយថាតើទៅណាអស់ណាទាំងគ្រឿងចាក់គ្រឿងអីទៅណាអស់តាមអ្វីដែលខ្ញុំបានឮបានដឹងតាមចាស់ដែលគាត់មើលឃើញតបនេះគាត់ធ្វើបែបមកគឺយួនដឹកយកទៅយ៉ាងគ្រប់ក្រែងជាទីបំផុតណានឹងហើយដែលធ្វើឲ្យយើងណាសួរថាតើយួនស្រឡាញ់យើងអត់គំនិតរបស់យួនគឺគ្មាន
ជួយកម្ពុជាទេបើសិនជាមហិច្ឆតានេះហើយយួនក៏មិនមានកម្លាំងអាណាបាយយកកម្ពុជាដែរពុំចាញ់សង្គ្រាមជាមួយនឹងអាមេរិកថ្មីហេតុអីលោកបណ្ឌិតលោកមើលឃើញថាតើការដឹងគុណប្រវត្តិសាស្ត្រវៀតណាមដែលបានចូលមកកម្ពុជាហ្នឹងលោកបណ្ឌិតមើលឃើញថាហេតុអីបានជាយើងនៅតែដឹងគុណបន្តការដឹងគុណហ្នឹងជាលក្ខណៈបទនយោបាយឬមួយក៏យ៉ាងណាសម្រាប់លោកបណ្ឌិតមុននឹងការដឹងគុណខ្ញុំសូមលើកឡើងខ្លះពាក់ព័ន្ធជាមួយនឹងតើគួរដឹងគុណឬក៏មិនគួរដឹងគុណណាអញ្ចឹងយើងឃើញហើយថាក្រោយពីឆ្នាំ1979 7មករា1979វាយចូលយួនក៏ជាសមាជិករបស់អង្គការសហជាតិកម្ពុជាក៏ជាសមាជិកអង្គការសហជាតិសួរថាមូលហេតុអីបានជាយួនបង្ខំឲ្យកម្ពុជាចុះសន្ធិសញ្ញា3សន្ធិសញ្ញាឆ្នាំ1982ឆ្នាំ1983ឆ្នាំ1985ហើយមើលនៅក្នុងសន្ធិសញ្ញាកម្ពុជាអនុញ្ញាតឲ្យនិគមយួនចូលមករស់នៅទៅលើទឹកដីកម្ពុជាគេនឹងអញ្ចឹងសួរថាតើសន្ធិសញ្ញានេះវាត្រូវច្បាប់ឬក៏ខុសច្បាប់ស្របពេលទៅចរាចរណ៍បាទអញ្ចឹងខ្ញុំសូមលើកបញ្ហាតាក់ទងvớiច្បាប់ពុំហ៊ាននៃច្បាប់អញ្ចឹងខ្ញុំសូមលើកច្បាប់ស្ដីអំពីសន្ធិសញ្ញាច្បាប់នេះគឺបង្កើតឡើងក្នុងឆ្នាំ1969ណានៅពេលហ្នឹងច្បាប់ស្ដីអំពីសញ្ញាមានន័យថាលក្ខខណ្ឌទម្រង់ប្រទេសមួយដែលអាចចុះសន្ធិសញ្ញាបានតើប្រទេសហ្នឹងយ៉ាងម៉េចទី1ប្រទេសឯករាជ្យទី2ប្រទេសមានអធិបតេយ្យភាពអញ្ចឹងនៅពេលដែលយួនឈ្លានពានកម្ពុជាសួរថាតើកម្ពុជាមានអធិបតេយ្យភាពអត់កងទ័ពយួនជិត20ម៉ឺននាក់ពីកងពលជិត20ម៉ឺននាក់ក្នុងប្រទេសកម្ពុជាហើយបង្ខំឲ្យកម្ពុជាចុះសន្ធិសញ្ញាខុសច្បាប់ទៀតណាអញ្ចឹងនៅពេលហ្នឹងកម្ពុជាអត់ទាន់មានស្ថានភាពកតិយុត្តគ្រប់គ្រាន់សម្រាប់ចុះហត្ថលេខាទេព្រោះទឹកដីកម្ពុជាគឺជាទឹកដីដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់យួនដូច្នេះมันអាចចុះសន្ធិសញ្ញាបានទេណាអញ្ចឹងសួរហេតុអីបានជាបង្ខំឲ្យកម្ពុជាហើយអញ្ចឹងដែលយើងបញ្ជាក់ថាយើងតែដឹងគុណគេទៀតអីយ៉ាងម៉េចណានឹងដែលគេចូលមកប្រទេសយើងដាំងអាណាធិបតេយ្យជាទីបំផុតយើងឃើញរហូតមកដល់ពេលហ្នឹងរបាយការណ៍ក្រសួងមហាផ្ទៃមានថាម៉េចថានិគមជនជាតិវៀតណាមយួនហ្នឹងមានតែ80000នាក់ក៏ប៉ុន្តែសួរថាតើធ្វើប្រជាមតិមើលណាប្រមាណ10000នាក់មិនក្រោម2លានទេតាមខ្ញុំមើលទៅមិនអាចកលៃប្រវត្តិសាស្ត្របានសម្រាប់លោកបណ្ឌិតផ្ទាល់តើលោកបណ្ឌិតគួរដឹងគុណឬមួយក៏មិនដឹងគុណលោកបណ្ឌិតអាចឆ្លើយថាដឹងគុណឬមិនដឹងចំពោះខ្ញុំគឺខ្ញុំមិនមានការដឹងគុណចំពោះបុគ្គលណាដែលឈ្លានពានហើយលេបត្របាក់ក្រេបជញ្ជក់យកនៅផលប្រយោជន៍របស់ប្រជាជនកម្ពុជាបានទេដឹងគុណដរាបណាមកជួយដល់សុចចិត្តដរាបណាមកជួយដល់ស្មោះត្រង់ណាមិនមែនមកជួយមកបឺតជញ្ជក់យកផលប្រយោជន៍របស់កម្ពុជាហើយឲ្យកម្ពុជាធ្វើការដឹងគុណជាបន្តនេះទេសូមអរគុណលោកបណ្ឌិតចំពោះរឿងនយោបាយផ្ទៃក្នុងការពាក់រដ្ឋកាលដោយបណ្ឌិតបានលើកឡើងហើយក៏តាមប្រវត្តិសាស្ត្រកាលពីសម័យសង្គ្រាមយួនខាងជើងយួនខាងត្បូងនៅសតវត្សឆ្នាំ1970យួនបានដាក់កងទ័ពនៅលើទឹកដីខ្មែរជាង40000នាក់ដែលខ្មែរជាអ្នកផ្គត់ផ្គង់បាយទឹកនិងជំរកនានានៅពេលនោះកត្តានយោបាយទាំងនេះបាននាំឲ្យមានលំហូរជនជាតិយួនចូលមករស់នៅកម្ពុជាដោយខុសច្បាប់ហើយមិនតែប៉ុណ្ណោះទឹកដីកម្ពុជាក្រោមត្រូវបានបារាំងកាត់ដាក់ឲ្យនៅក្រោមការទូតតារបស់យួនទៀតមានន័យថាបើគ្មានការជួយជុំជ្រែងពីកម្ពុជានៅពេលកន្លងមកនោះទេប្រទេសយួនពិតជាមិនអាចមានឯកភាពជាតិរហូតមកទល់សប្តាហ៍នេះទេខ្ញុំឆ្ងល់ថាហេតុអីបានជាមេដឹកនាំយួននឹងមិនដែលរំលឹកគុណដល់កម្ពុជាហើយកម្ពុជាមិនដែលទាមទារឲ្យយួនដឹងគុណចំពោះបញ្ហាទាំងអស់នេះដោយលោកបណ្ឌិតបានលើកឡើងមុននេះបន្តិចហ្នឹងប្រហែលជាមកពីហេតុអីទៅសម្រាប់លោកបណ្ឌិតកលសម្រាប់ទស្សនៈរបស់ខ្ញុំយើងឃើញថាជាពិសេសថ្នាក់ដឹកនាំមួយចំនួនគឺជាថ្នាក់ដឹកនាំដែលមានការលើកបន្ទប់និងមានការជួយជ្រោមជ្រែងពីប្រទេសយួនដូច្នេះហើយបានគ្មានទេដែលកម្ពុជាស្នើឲ្យយួនរំលឹកគុណកម្ពុជានៅពេលដែលកម្ពុជាផ្ដល់នៅសភាវុធមានន័យថាកម្ពុជាផ្ដល់នៅជំរកមានន័យថាកម្ពុជាផ្ដល់នៅមូលដ្ឋានឆ្លងកាត់កងទ័ពដើម្បីឲ្យយួនយកឈ្នះសង្គ្រាមសហរដ្ឋអាមេរិកគេហៅថាសង្គ្រាមអាមេរិកាំងនិងយួនប៉ុន្តែយើងឃើញថាយួនគឺលើកបន្ទប់នៅបុគ្គលឲ្យមកនៅកាន់អំណាចហើយឲ្យបំភ្លេចនៅអ្វីដែលជាគុណបំណាច់របស់កម្ពុជាដែលផ្ដល់ឲ្យយួនហើយបែរជាឲ្យបុគ្គលនឹងទៅដឹងគុណ
ទាំងគោរពណាចោលឆ្លៀនពៀនគោរពចោលលួចទឹកដីណារបស់ប្រជាជាតិកម្ពុជាទស្សនៈរបស់ខ្ញុំយល់ឃើញថាគួរតែថ្នាក់ដឹកនាំមានមនសិការជាតិឥឡូវនេះយើងឃើញថាប្រហែលថ្ងៃចុងក្រោយនេះដែលខ្ញុំបានតាមដានជាពិសេសបញ្ហាសំខាន់ៗទាក់ទងជាមួយនឹងទឹកដីកម្ពុជាក្រោមរដ្ឋមន្ត្រីការបរទេសរបស់យួនស្នើសុំឲ្យកម្ពុជាទប់ស្កាត់កុំឲ្យមានការបោះបោប្រឆាំងទៅនឹងយួនយើងឃើញថាកន្លែងហ្នឹងស្រឡឹងមើលទៅលើគោលនយោបាយការបរទេសរបស់កម្ពុជាគឺជារដ្ឋឯករាជ្យមិនអាចបំពានបានឡើយគឺមានចែងនៅក្នុងរដ្ឋធម្មនុញ្ញមិនត្រូវការឲ្យរដ្ឋណាមួយមិនត្រូវការឲ្យប្រទេសណាមួយមកណែនាំមកចង្អុលបង្ហាញមកដឹកមុខនយោបាយរបស់ប្រជាជាតិកម្ពុជាទេណាពួកកម្ពុជាទទួលបាននៅការគោរពស្រឡាញ់ពីប្រជាពលរដ្ឋគឺជាការគ្រប់គ្រាន់ណាអញ្ចឹងយើងឃើញថាក្រសួងការបរទេសរបស់យួនស្រឡឹងមើលទៅលើរដ្ឋធម្មនុញ្ញរបស់កម្ពុជាអត់និយាយរបៀបហ្នឹងហាក់បីដូចជាមើលងាយថ្នាក់ដឹកនាំរបស់កម្ពុជាពេកឬមួយក៏កម្ពុជាមិនមានច្បាប់សម្រាប់គ្រប់គ្រងកម្ពុជាមិនមានច្បាប់ស្ដីអំពីការទូទាត់កម្មគេមានកម្ពុជាមិនចាំបាច់ស្ដាប់បុគ្គលណាទេគ្រាន់តែលើកយកនៅទស្សនវិជ្ជាផ្លូវច្បាប់អ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញយកមកធ្វើការពិចារណាគឺជាការគ្រប់គ្រាន់ណាអានេះជាទស្សនៈរបស់ខ្ញុំសូមអរគុណលោកបណ្ឌិតកន្លងមកជាទូទៅហ្នឹងគឺថាសារលិខិតរបស់រដ្ឋាភិបាលកម្ពុជាក្នុងពិធីរំលឹកខួបទំនាក់ទំនងកម្ពុជាយួនឃើញថាប្រមុខរដ្ឋាភិបាលគាត់តែងតែគូសបញ្ជាក់ម្ដងហើយម្ដងទៀតអំពីទំនាក់ទំនងឬចំណងមិត្តភាពនិងការជួយរុញការឈានទៅមុខជាប្រពៃណីមានន័យថាកម្ពុជារដ្ឋាភិបាលមកកម្ពុជានឹងគាត់តែងតែលើកឡើងថាពីមិត្តភាពហ្នឹងគឺនឹងជួយជំរុញឲ្យទាំងប្រពៃណីសហប្រតិបត្តិការប្រទេសទាំងពីរឲ្យមានលក្ខណៈរឹងមាំដល់ថ្ងៃអនាគតលោកបណ្ឌិតមានមើលឃើញថាទំនាក់ទំនងហ្នឹងតែថ្ងៃអនាគតតើរឹងមាំដោយការលើកឡើងទេបើសិនបើតាមប្រវត្តិសាស្ត្រគឺលោកបណ្ឌិតឃើញថាមានការឈ្លានពានជាបន្តដូច្នេះបាទជាគោលការណ៍យើងឃើញថាប្រសិនបើយើងមានការគោរពច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញការសួរថាតើទំនាក់ទំនងនេះវាមានសេរីភាពយូរអង្វែងឬក៏វាអត់មានសេរីភាពយូរអង្វែងប្រសិនបើនៅបន្តការបើកឲ្យនិគមជនជាតិយួនចូលមករស់នៅលើទឹកដីកម្ពុជាដោយគ្មានច្បាប់គ្មានទម្លាប់រស់នៅយ៉ាងអនាធិបតេយ្យនៅលើទឹកដីកម្ពុជាទំនាក់ទំនងនេះប្រកាសជាមិនមានសេរីភាពយូរអង្វែងទេព្រោះឥឡូវយើងឃើញហើយថាចលនានៃការងើបបះបោចលនានៃការងើបតវ៉ាចលនានៃការតស៊ូមតិរបស់ប្រជាពលរដ្ឋបានមើលឃើញចាស់ច្បាស់ណាសួរថាតើជនជាតិយួនមករស់នៅលើទឹកដីកម្ពុជាតើរស់នៅដោយស្របច្បាប់ឬមួយក៏រស់នៅដោយមិនស្របច្បាប់ណាច្បាប់ស្ដីអំពីសញ្ជាតិបានបញ្ជាក់ហើយណាអាចចូលសញ្ជាតិបានវាអាស្រ័យទៅលើកត្តា3សំខាន់សញ្ជាតិពីកំណើតសញ្ជាតិតាមរយៈអាពាហ៍ពិពាហ៍និងសញ្ជាតិពាណិជ្ជកម្មសួរថាតើយួនដែលរស់នៅលើទឹកដីកម្ពុជានេះមានបានគោរពច្បាប់នឹងអត់ណាបាទចូលមកខ្ញុំមិនទៅខ្ញុំស្គាល់បលិសព្រំដែនតែខ្ញុំស៊ើបសួរគាត់$20អាចដប់ណាពីព្រំដែនរហូតធ្លាយមកដល់ទីក្រុងហើយស្វាស្វែងរកធ្វើអត្តសញ្ញាណប័ណ្ណរកអីឲ្យទៀតតាមគោលការណ៍ច្បាប់ការរស់នៅប្រទេសណាមួយដាច់ខាតត្រូវតែគោរពណាលក្ខខណ្ឌទើបអាចរស់នៅបានប៉ុន្តែយួនទាំងអស់នៅលើទឹកដីកម្ពុជាកាន់អត្តសញ្ញាណប័ណ្ណទើបតែគ្រប់គ្នាទាំងអស់មានសិទ្ធិទិញដីធ្លីមានសិទ្ធិទិញចាស់សម្បែងមានសិទ្ធិអីសពបែបសពយ៉ាងកន្លែងនេះហើយដែលជាចំណុចគ្រោះថ្នាក់សម្រាប់កម្ពុជាទៅថ្ងៃអនាគតនិយាយដោយសារតែបើយោងទៅលើកត្តាផ្លូវច្បាប់អ្នកឯងអាចចូលសញ្ជាតិបានលុះត្រាណាអ្នកឯងគោរពនៅលក្ខខណ្ឌច្បាប់ត្រូវស្នាក់នៅកម្ពុជាយ៉ាងតិច7ឆ្នាំត្រូវចេះទំនៀមទម្លាប់ប្រពៃណីអក្សរសាស្ត្រណាទាំងអានទាំងសរសេរក៏ប៉ុន្តែយើងឃើញថាច្បាប់តម្រូវឲ្យប៉ុណ្្នឹងហើយត្រូវមានលក្ខខណ្ឌមួយទៀតអ្នកឯងអាចចូលសញ្ជាតិបានលុះត្រាតែបរិយាកិច្ចរបស់ព្រះមហាក្សត្រហើយទៅសាកសួរបកូនណាមើលថាតើតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននេះតើបានចេញបរិយាកិច្ចប្រមាណហើយទៅឲ្យជនជាតិយួនបកូនណាលោកថាអត់មានបានចេញអីឲ្យជនជាតិយួនហេតុអី
បានជាជនជាតិយួនមានអត្តសញ្ញាណប័ណ្ណកម្មនៅដោយសេរីនៅក្នុងប្រជាជាតិកម្ពុជាកន្លែងនេះហើយបញ្ជាក់អំពីកម្ពុជាគឺគ្មានការគោរពច្បាប់ណាគ្មានអំពើពុករលួយដែលមានលក្ខណៈជាប្រព័ន្ធដែលធ្វើឲ្យជាតិគ្រោះថ្នាក់សម្បើមណាស់ដូច្នេះដើម្បីរក្សាស្ថិរភាពយើងឃើញទេថាយើងទៅនៅប្រទេសថៃគេបញ្ជូនមកវិញស្ទើរតែអត់សល់ចុះយើងវៀតណាមរស់នៅប្រទេសកម្ពុជាយើងតើយើងហ៊ានជឿទេក្នុងនាមយើងជាម្ចាស់ស្រុកមួយយើងទៅធ្វើម៉េចដើម្បីខ្ញុំអ្នកច្បាប់ខ្ញុំមិនស្អប់ជនជាតិណាទាំងអស់ដែលមករស់នៅលើទឹកដីកម្ពុជាឲ្យតែជនជាតិនោះរស់នៅដោយស្របច្បាប់ក៏ប៉ុន្តែបើជនជាតិណាមួយមករស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់គឺត្រូវតែទទួលទោសទៅតាមផ្លូវច្បាប់សូមអរគុណលោកបណ្ឌិតចទូទៅនឹងឃើញថាមានការចូលជនជាតិនិគមរបស់យួននឹងចូលមកកម្ពុជាដោយលោកបណ្ឌិតបានលើកឡើងមិនស្របច្បាប់អីជាដើមហ្នឹងបញ្ហាមួយទៀតអ្នកវិភាគនយោបាយនិងអ្នកតាមដានបញ្ហាសង្គមគាត់តែងតែបានលើកឡើងនៅក្នុងទំនាក់ទំនងកម្ពុជាយួនគឺថារដ្ឋាភិបាលយួនតែងតែប្រើឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាទាំងអស់នេះទៅលោកបណ្ឌិតមើលឃើញបែបណាដែរជាការពិតទេបាទយើងឃើញថាហេតុអីបានជាយួនច្រើនតែប្រើនយោបាយរបស់ខ្លួនតាមរយៈមេដឹកនាំកម្ពុជាហើយឲ្យមេដឹកនាំកម្ពុជានេះគឺអនុវត្តគោលនយោបាយដោយសារតែទីមួយគឺយួនជាអ្នកគ្រប់គ្រងលទ្ធផលនៃកម្ពុជានៅពេលដែលលទ្ធផលឆ្នោតចេញពឹងយួននិងចិនជាអ្នកប្រកាសគ្រប់គ្រងថាលទ្ធផលឆ្នោតដែលផ្លូវការលទ្ធផលដែលអាចទទួលយកបាននៅពេលដែលសហគមន៍អន្តរជាតិធំគ្មានសហគមន៍អន្តរជាតិណាមួយទទួលស្គាល់នៅលទ្ធផលកម្ពុជាកន្លែងហ្នឹងហើយដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជានៅតែរណបណានយោបាយរបស់យួនណាអត់មានអីភាពស្មើគ្នាទេណាកន្លែងហ្នឹងហើយដែលធ្វើយើងឃើញថាឥឡូវនេះតើយួនប្រើវិធីសាស្ត្រអីមួយសម្រាប់ខ្មែរសម្រាប់ឈឿនពីខ្មែរបងអូនបានដឹងថាតើមួយថ្ងៃយើងប្រើប្រាស់របស់របរយួនប្រមាណ100តោនណាជាពិសេសបន្លែស្អីហ្នឹងហើយបន្លែខ្ញុំប្រាប់ខ្ញុំជួបអ្នកមកពីវៀតណាមផ្ទាល់តែម្ដងគេដាំយួនដាំពីរប្រភេទទី1ដាំសម្រាប់ទីផ្សារកម្ពុជាទី2ដាំសម្រាប់ទីផ្សារយួនសម្រាប់ទីផ្សារយួននោះគឺគេអត់បៃចូលកម្ពុជាទេឯដំណាំណាដែលបៃចូលកម្ពុជាគឺគេអត់បៃចូលទីផ្សារយួនណាហេតុអីទៅដោយសារតែបន្លែទាំងអស់នោះគឺពោពេញទៅដោយសារជាតិគីមីយើងឃើញហើយណារហូតដល់ទឹកស៊ុបទឹកអីសពបែបសពយ៉ាងសពហើយឥឡូវហ្នឹងប្រជាជនខ្មែរមួយចំនួនហ្នឹងគឺសម្បូរទៅដោយជាតិគីមីដោយសារតែទទួលទានបន្លែយួនឆ្ងាញ់ណាស់ហើយបីជាមួយថ្ងៃហ្នឹងគឺដឹកចូលពីយួនហ្នឹងដឹងជាប្រមាណ100តោនណាផ្សារអង្គរគឺទល់ភ្លឺណាយើងឃើញខ្ញុំគាត់នៅលើកឡើងមួយទេទំនាក់ទំនងរវាងសហរដ្ឋអាមេរិកហើយនិងជប៉ុនគាត់តែសហរដ្ឋអាមេរិកមានគោលឈើជប៉ុនទៅផ្អាកការនាំចូល6ខែដើម្បីព្យាបាលតែយើងណាដែលធ្វើការត្រួតពិនិត្យទេទៅលើការនាំចូលទៅលើបន្លែអីសម្រាប់ប្រជាពលរដ្ឋខ្មែរនេះកន្លែងហ្នឹងដែលយើងថាជាកន្លែងមួយដែលមើលមិនសូវឃើញប៉ុន្តែជាការគ្រោះថ្នាក់គមទៅដល់សុខភាពរបស់ប្រជាពលរដ្ឋសម្រាប់ណាអញ្ចឹងកន្លែងហ្នឹងគាត់ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់គឺចាប់យកនៅបន្លែផ្កាដែលយើងអាចដាំខ្លួនឯងបានដាំពិសាខ្លួនឯងទៅកុំចូលចិត្តប្រើរបស់ដែលមកពីយួននឹងខ្លាំងពេកលោកបណ្ឌិតអរគុណតើតើទៅនឹងបញ្ហានេះប្រទេសកម្ពុជាជាប្រទេសដែលពឹងផ្អែកទៅលើវិស័យកសិកម្មប្រមាណជាង 85% តែផ្ទុយទៅវិញកម្ពុជាដោយលោកបណ្ឌិតបានលើកឡើងថានាំចូលតាំងពីបន្លែផ្លែឈើបញ្ញកត្រកអីជាដើមហ្នឹងបញ្ហាទាំងអស់នេះមិនបានកម្ពុជាមិនផលិតខ្លួនឯងបានពួកយើងជាកសិករហ្នឹងប្រមាណរហូតដល់ 85% នោះលោកបណ្ឌិតយើងឃើញថាយើងមានតែកដាស់ទេគឺ 80% នៃកសិកម្មប៉ុន្តែសួរថាតើដីកសិកម្មនឹងបានឲ្យ 80% នឹងធ្វើអត់ណាជាទូទៅដីកសិកម្មគឺយកទៅឲ្យយួនយកទៅឲ្យចិនដើម្បីធ្វើសម្បទានដីសេដ្ឋកិច្ចប៉ុន្តែបើសិនជា 80% នឹងយើងប្រឡែងអាដីកសិកម្មយើងឲ្យសមជាមួយនឹង 80% ហ្នឹងគឺប្រជាពលរដ្ឋគាត់នឹងធ្វើអានឹងដើម្បីផ្គត់ផ្គង់ទីផ្សាររបស់យើងហើយក៏ប៉ុន្តែហេតុអីបានជាអា 80% ហ្នឹងវាអត់មានអាដីសម្រាប់ធ្វើសម្រាប់ដាំហើយយើងទៅតែយករបស់គេត្រឡប់មកវិញណាកន្លែង
ហ្នឹងទៅធ្វើការចាណាណាតើ 80% ហ្នឹងសិតតែជាអ្នកដាំបន្លែដើម្បីផ្គត់ផ្គង់ខ្លួនឯងឬក៏មួយដី 80% ដីប្រមាណហ្នឹងគឺធ្វើសម្បត្តិសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនយួនទៅឲ្យក្រុមហ៊ុនចិនរាល់ថ្ងៃកំពុងតែគៀបសង្កត់ប្រជាពលរដ្ឋសពបែបសពយ៉ាងបាទអរគុណលោកបណ្ឌិតតាមរយៈការវិនិយោគទៅលើធនធានធម្មជាតិនិងពាណិជ្ជកម្មជាពិសេសដីសម្បត្តិដោយបណ្ឌិតលើកឡើងមករហូតដល់99ឆ្នាំនៅជាប់ព្រំដែនកម្ពុជាយួនខណៈពេលដែលពលរដ្ឋយួនតែងតែប្រើពាក្យស្លោកថាទឹកដឹកទឹកវាងដែលមានន័យជាភាសាខ្មែរថា1សង់ទីម៉ែត្រស្មើនឹង1សង់ទីម៉ែត្រមាសដី1សង់ទីម៉ែត្រស្មើនឹង1សង់ទីម៉ែត្រមាសតាមរយៈទស្សនៈនឹងការចង់បានបែបនេះតើកម្ពុជាអាចប្រឈមមុខនឹងការបាត់បង់ដីបន្តទៀតទេបើសិនជាយើងនៅតែមានទំនាក់ទំនងជាមួយយួនដោយពុំបានប្រុងប្រៀបខ្លួនជាមុនដូច្នេះលោកបណ្ឌិតខ្ញុំលើកឡើងបញ្ហាទីនៅពេលដែលបងអូនទាំងស័ក្តិបានលើកឡើងអញ្ចឹងទី1ខ្ញុំមានការព្រួយបារម្ភនៅចំណុចមួយមុនទៅដល់ការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចខ្ញុំព្រួយបារម្ភទៅលើចំណុច CLV CLV មានន័យថា Cambodia ឡាវវៀតណាមតំបន់សេដ្ឋកិច្ចអភិវឌ្ឍសេដ្ឋកិច្ចពិសេសបាទតំបន់ត្រីកោណអភិវឌ្ឍសេដ្ឋកិច្ចពិសេសតំបន់ត្រីកោណអភិវឌ្ឍណាអញ្ចឹងនៅពេលហ្នឹងយើង4ខេត្តមានចេះស្ទឹងត្រែងរតនគិរីនិងមណ្ឌលគិរីវៀតណាម5ខេត្តឡាវ4ខេត្តណាអភិវឌ្ឍរួមតែកន្លែងហ្នឹងយើងមានមើលតំបន់គ្រីមេណាមួយទៀតសូមអនុញ្ញាតណានឹងការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចនៅលើពិភពលោកគេបណ្ដាផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចនៅតាមខេត្តដែលជាប់ព្រំដែននេះណាកាលណាផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចទៅតាមអ្វីដែលជាការជាប់ព្រំដែនយើងធានាថាយើងត្រួតពិនិត្យព្រំដែនរបស់យើងបានមកចោតអត់បើរាល់ថ្ងៃហ្នឹងនិគមយួនហូរចូលមកយើងមិនដឹងផងហ្នឹងក្តាប់ទិន្នន័យអត់បានផងណាអាកន្លែងហ្នឹងហើយនេះច្បាប់ស្ដីអំពីទទួលបានសញ្ជាតិនេះជាចំណុចមួយដ៏គ្រោះថ្នាក់បំផុតហើយសម្រាប់កម្ពុជាណាហើយកម្ពុជាប្រឈមមុខប្រសិនណាបើខ្ញុំសូមឲ្យបងប្អូនទាំងចាក់មើលប្រជាជនយើងនៅខេត្តរតនគិរីមណ្ឌលគិរីអត់ច្រើនទេណាប្រជាជនយើងអត់ច្រើនទេប៉ុន្តែនៅពេលដែលយើងចាត់យកអាតំបន់ CLV អភិវឌ្ឍរួមគេបញ្ចូលមកហ្នឹងគេបញ្ចូលមកយល់ទេគេបញ្ចូលមកតាមរយៈនឹងផងគេបញ្ចូលមកតាមរយៈដីសម្បត្តិសេដ្ឋកិច្ចផងព្រោះគេអត់យកប្រជាពលរដ្ឋខ្មែរយើងទៅធ្វើការនៅលើដីហ្នឹងទេណាអានេះវាស៊ីសងទៅលើមេការគេរើសតែមិនចឹងណូតើខ្មែរធ្វើការកើតស្អីយើងឃើញទេសំបីតែសំណង់ស្អីហ្នឹងមួយចំនួននោះគឺយួនទាំងអស់ណាហើយតាមជាដែនតាមអីហ្នឹងសូមខ្ញុំមានការអាម៉ាស់មួយនៅពេលដែលខ្ញុំចុះទៅខេត្តកំពង់ធំហើយខ្ញុំជួបជនជាតិយួនដែលគាត់ឆ្លើយថាកម្ពុជាប្រកាសជាអស់គម្របព្រៃឈើគាត់និយាយប៉ុណ្ណឹងមកគឺខ្ញុំមានការចង់អួលដើមកជនជាតិគេណាបាទគេចេះព្រួយបារម្ភចំពោះហើយប្រហែលថ្ងៃមុននេះនៅស្ទឹងអរ៉ែងណាលោកសច្ចៈបានដឹងហើយថាលោក Alex ណា Alex គាត់ជាប្រធានសមាគមមួយឈរការពារព្រៃការពារដីខ្លាចគេរំលោភបំពានជួយជាតិគេសោះយើងគួរឲ្យអាម៉ាស់អត់ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរមួយក្នុងនាមយើងជាថ្នាក់ដឹកនាំមួយនៅពេលដែលគេការពារព្រៃឲ្យយើងគេសុខចិត្តទៅជាប់គុកគេសុខចិត្តហើយទៅគេអត់ខ្លាចទេដើម្បីផងបើសិនជាប្រជាពលរដ្ឋកម្ពុជាមិនភ្ញាក់រលឹកទេនឹងមានបញ្ហាប្រឈមមុខទៅในអនាគតមិនខានឡើយបាទសូមអរគុណលោកបណ្ឌិតដោយសារតែពេលវេលាខ្លីជាចុងចប់ខ្ញុំចង់សួរលោកបណ្ឌិតថាដើម្បីបន្តទំនាក់ទំនងជាមួយយួនតើកម្ពុជារដ្ឋាភិបាលកម្ពុជាគួរត្រៀមខ្លួននៅក្នុងការសេពគប់ហ្នឹងតាមរបៀបណាហើយប្រជាពលរដ្ឋហ្នឹងគាត់គួរត្រៀមខ្លួនបែបណាខ្លះដើម្បីសេពគប់ជាមួយនឹងយួនតទៅទៀតលោកបណ្ឌិតជាគោលការណ៍យើងឃើញថាការដែលយើងបន្តយើងអត់មានការរើសអើងជាមួយនឹងរដ្ឋណាមួយយើងអត់មានការរើសអើងជាមួយនឹងជនជាតិណាមួយយើងអត់មានការរើសអើងជាមួយនឹងបុគ្គលណាមួយទេក៏ប៉ុន្តែយើងស្រឡឹងមើលគោលនយោបាយការបរទេសរបស់កម្ពុជាវិញណាតើកម្ពុជាត្រូវតែពង្រឹងនៅការអនុវត្តច្បាប់ណាយើងឃើញថាតើយើងចូលទៅវៀតណាមបានអត់បើសិនជាយើងអត់មានច្បាប់ទម្លាប់យើងចូលទៅថៃបានអត់បើយើងមានច្បាប់អញ្ចឹងកម្ពុជាគឺត្រូវរៀបចំច្បាប់ទម្លាប់របស់ខ្លួនឲ្យបានជាពិសេសខ្ញុំឲ្យកម្ពុជាធ្វើការអនុវត្តច្បាប់ដែលមានស្រាប់ជាពិសេសច្បាប់ស្តីអំពីការសញ្ជាតិហើយទំនាក់ទំនងរវាងប្រជាជនរវាងរដ្ឋាភិបាលទីក្រុងភ្នំពេញហើយនិងរដ្ឋាភិបាលទីក្រុងហាណូយគឺចូលទៅលើគោលការណ៍ទំនាក់ទំនងបែបកាត់ណាមានន័យថាយើងត្រូវតែរក្សាទំនាក់ទំនងនឹងតាមរយៈអ្វីដែលមានចែងនៅក្នុងច្បាប់มันអាច
រត់មួយមានមហិច្ឆតាបំពេញលើរត់មួយហើយយើងនៅតែសង្ងំបានយល់ទេអញ្ចឹងយកទៅលើគោលការណ៍ច្បាប់ដើម្បីរក្សានៅទំនាក់ទំនងឲ្យមានស្ថិរភាពដូចយើងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដូចយើងទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសដែលយើងដាក់ទូតនៅលើពិភពលោកយល់ទេអញ្ចឹងរាល់ថ្ងៃនេះយើងឃើញថាមួយឆ្នាំវៀតណាមបូមពីប្រទេសកម្ពុជាប្រមាណ$1,000 លានទិន្នន័យដែលថ្មីហ្នឹងគឺវិយុវៀតណាមគឺស្រូបមិនក្រំពី$3,000 លានយល់ទេព្រោះតែកម្ពុជាស្រូបពីវៀតណាមវិញបានប៉ុន្មានទេនឹងកន្លែងហ្នឹងយើងត្រូវធ្វើការពិចារណាឲ្យបានច្បាស់បាទសូមអរគុណវិទ្យុខ្មែរប៉ុស្តិ៍បាទអស់លោកអ្នកនាងកំពុងតាមដានវិទ្យុខ្មែរប៉ុស្តិ៍ជាទីប្រត្រីដោយសារតែពេលវេលាមានកម្រិតយើងខ្ញុំក៏សូមបញ្ចប់នៅការសាកសួរដេញដោលត្រឹមតែប៉ុណ្ណេះបាទខ្ញុំបាទក៏សូមអរគុណចំពោះបណ្ឌិតឡាយរតនាដែលបានផ្ដល់កិត្តិយសដល់វិទ្យុខ្មែរប៉ុស្តិ៍ក្នុងឱកាសថ្ងៃនេះកិច្ចសួរដេញដោលក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះខ្ញុំបាទសូមអរគុណសូមជម្រាបលាសូមបណ្ឌិតឡាយរតនាខ្ញុំបាទសូមជម្រាបលាបាទសូមអរគុណវិទ្យុខ្មែរប៉ុស្តិ៍ហើយសូមសួរសុខទុក្ខប្រជាពលរដ្ឋនៅឯនេះសមុទ្រផងដោយសារតែមួយរយៈពេលនេះសុខភាពខ្ញុំមិនសូវរឹងមាំពេលអញ្ចឹងខាតបានប៉ុន្តែឥឡូវហ្នឹងបានរឹងមាំឡើងវិញនឹងបន្តការវិភាគជូនប្រជាពលរដ្ឋនៅឯនេះសមុទ្របន្តទៀតបាទសូមអរគុណក្រមជាត្រង់កមទឹកដីអត់ថាគេទីដូនតាប្រវត្តិរឿងពិតទឹកដីហើយប្រាសត្វត្រូវរាជាប្រហាយកមីងធំណាឆ្នាំ49បារាំងកាត់ឲ្យយួនយ៉ាងមានកោតក្រែងចិត្តខ្មែររស់នៅបងកើតណាតាប់ទៅទុកពួនអងយំប្រទូតមួយឈ្មោះលងខៃតែមរាថ្ងៃដីយំស្ដាយគ្រប់ទីចង់ខែកឲ្យផុតរលត់មេឃសូមឲ្យទៀមទីរកទឹកសេរីដឹងហើយលឺហើយខ្មែរអើយក្រោកឡើងក្រោកខាងគុំយើងទាំងក្រុមទាំងស្រីគុំនៅបងអង្គត្រូវសាជាតិថ្មីរកទឹកសេរីជូនខ្មែរក្រោមខ្មែរអើយក្រោកឡើងក្រោកខាងគុំយើងទាំងស្រុង
បងអង្គត្រូវតែងារថ្មីរកទឹកសេរីជុំម៉ែក្រោមលោកនាងកញ្ញាជាទីមេត្រីការស្វែងរបស់ម៉ៃខំនៅពេលនេះចាប់តែប៉ុណ្ណេះសូមលោកនាងកញ្ញាបានប្រកបដោយសេរីសុខស្ដីនិងសុភមង្គលគ្រប់ពេលវេលាវិទ្យុម៉ៃខំនឹងវិលមកជួបអស់លោកនាងជាថ្មីនៅថ្ងៃស្អែកទៀត